គុណខ្មែរនេះយូរមកហើយដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំបាទមានកិត្តិយសសូមសេចក្តីអនុញ្ញាតប្រកាសនៅជីវប្រវត្តិរបស់កីឡាករទាំងពីរបង្គោលក្រហមគឺមានទម្ងន់59គីឡូក្រាមអាយុ30ឆ្នាំកម្ពស់1.67 ម៉ែត្រស្ថិតិប្រកួតគុណខ្មែរ123ដងឈ្នះ92ដងចាញ់26ដងស្មើ5ក៏ធ្លាប់បដូរដៃគូនៅលើសង្វៀនតាមលក្ខណៈបច្ចេកទេសចំនួន40ដងគេវឹកហាត់នៅក្លឹបប្រដាល់សេនប៊ុនថេនប៉ែនកាក់គុណខ្មែរដែលមានលោកគ្រូបង្វឹកលោកគ្រូសេនប៊ុនថេនលោកស្រីអ្នកនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់អ្នកលេងចិត្តសាស្ត្រគុណខ្មែរបើតសងខំចំណែកបង្គោលខៀវទម្ងន់59គីឡូក្រាមដូចគ្នាអាយុ19ឆ្នាំកម្ពស់1.69 ម៉ែត្រធ្លាប់ប្រកួតចំនួន92ដងឈ្នះ90ដងក្នុងចំណោមជ័យជំនះ90ដងផ្ដួលគូប្រកួតឲ្យសន្លប់65ដងចាញ់1ដងនិងស្មើ1ដងលោកស្រីនាងកញ្ញាសូមណែនាំឲ្យស្គាល់បង្គោលខៀវមកពីសាធារណរដ្ឋប្រជាមានិតចិនស៊ូប៉ាឡេយើងមានអាជ្ញាកណ្ដាលនៅក្នុងសង្វៀនលោកគ្រូឡៅស៊ីណានស្ដាប់ប្រវត្តិកីឡាករបង្គោលខៀវហើយកាចហើយរឿងមួយទៀតដែលយើងត្រូវដឹងនោះគឺគាត់ក៏ធ្លាប់ជួបជាមួយកីឡាករខ្មែរដែរជាលទ្ធផលគឺឈ្នះបាទអញ្ចឹងបើសង្ឃឹមធ្វើការធ្ងន់បងប្អូនខ្ញុំថាធ្ងន់ដែរបាទដូចខ្ញុំបានលើកឡើងអំពីគូរបស់ពេជ្រសិង្ហៈបាទខ្ញុំថាបងប្អូនមើលមុខសង្ហៈហើយបាទតនមុខស្អាតមែនហើយម្នាក់នេះបងប្អូនជាកីឡាករល្អមួយរូបបាទប្រចាំនៅប្រទេសចិនឥឡូវនេះគេល្អបែបចិនយើងល្អបែបខ្មែរបើសង្ឃឹមបងប្អូនបានស្គាល់ហើយជាកីឡាករមួយរូបដែលមានបទពិសោធន៍ចាស់វស្សាហើយបាននិយាយអំពីបច្ចុប្បន្នបាទម្ចាស់ឡានប៊ូស្រងរូបនេះក៏ជាកីឡាករកម្រិតកំពូលមួយរបស់ព្រះរាជាណាចក្រកម្ពុជាយើងហើយក៏ធ្លាប់ចេញទៅផ្សព្វផ្សាយនៅក្រៅប្រទេសកាន់តែពិសេសនោះគឺបាទបើសង្ឃឹមនេះហើយគឺជាកីឡាករមួយរូបដែលរកមេដាយមាសបាទជូនដល់ជាតិខ្មែរយើងមិនថាតែការប្រកួតនៅក្រៅស្រុកឬក៏ក្នុងស្រុកបាទនិយាយអំពីមេដាយមាសបាទគឺជាមេដាយមួយដែលអត្តពលិកខ្មែរយើងមិនងាយធ្វើបានប៉ុន្តែបើសង្ឃឹមបាទក៏ជាកីឡាករមួយរូបដែលបានរកមេដាយជូនជាតិយើងបាទមិនថាតែនៅប្រទេសវៀតណាមនិងថ្ងៃដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមក៏បើសង្ឃឹមអាចធ្វើបានដូចគ្នាបកមកលើការប្រកួតនៅលើសង្វៀនស្ថិតិបាទរបស់កីឡាករចិនរូបនេះគឺថាឈ្នះច្រើនហើយភាគរយដែលឈ្នះនោះគឺឈ្នះដោយសន្លប់បាទហើយក៏ធ្លាប់ឈ្នះកីឡាករខ្មែរយើងនៅក្នុងការប្រកួតលក្ខខណ្ឌម៉ាហ្វៃបាទបើតាមខ្ញុំឆែកមើលប្រវត្តិរបស់គាត់បាទឈ្នះសេរីចាស់មួយរូបឥឡូវនេះចាំមើលមកប៉ះជាមួយបើសង្ឃឹមវិញបាទលទ្ធផលទៅជាយ៉ាងណាបងប្អូនបុកពោះអត់ភ័យអត់ភ័យអីបើមិនខំអត់ភ័យផងបាទឥឡូវចាំមើលបើសង្ឃឹមគេហៅថាអ្នកលេងចិត្តសាស្ត្របាទតែប៉ះចិននេះទៅលេងចិត្តសាស្ត្រខ្លាំងពេកភ័យទាំងដល់គ្រូសេនមុនថេនទៀតចៅក្រមត្រៀមគូមិត្តភាពអន្តរជាតិគុណខ្មែរនិងគុណចិនហ្គេមស្បឺគុណខ្មែរទឹកទី1 round 1ទឹកទី1ចាប់ផ្ដើមអរគុណដល់ Gensburg លើកស្ទួយគុណខ្មែរឡើងដល់កម្រិតពិភពលោក Gensburg បង្កើតនៅមហាព្រឹត្តិការណ៍វាយដណ្ដើមកំពង់មាសឡានផ្ទះវិឡាចូលដល់ការប្រកួតគូទី5អ្នកលេងចិត្តសាស្ត្រ
ល្អប៉ះស្អាតបើសង្ឃឹមប្រយ័ត្នដោយឯងគាត់មកជើងស្ដាំពីកីឡាករចិនឈូបៅលីឥឡូវនេះបាទបងប្អូនមើលសាក់ខាងស្ដាំបើសង្ឃឹមបាទនៅដៃគាត់គឺបាទគឺជារូបគេហៅថាកាន់នៅទុកបាទវរៈកងទ័ពយើងផងដែរគាត់មកជើងស្ដាំពីឈូបៅលីមួយជើងមិញនេះបើសង្ឃឹមរៀងគេហៅថាក្តៅមួយសិនតិចដែរហើយក្តៅចូលគាត់មកជើងគិតផុតបាត់សង្ឃឹមគាត់ខាងក្រោមអត់ត្រូវមិនធម្មតាទេណាបងប្អូនកីឡាករចិនរូបនេះអ្នកមកជើងស្ដាំបើសង្ឃឹមដាក់ចូលបើសង្ឃឹមចាក់ខោឆ្វេងហើយក៏ចាប់ជាប់ដាច់ផ្ដួលអត់ទេដួលគាត់កែងទៅកោបើសង្ឃឹមចាក់ជាប់ហើយកែងរបស់កីឡាករចិនសៅប៊ូលីកាច់ផ្ដួលអូយបាទយ៉ាងណាផ្លូវនៅសល់វែងឆ្ងាយបន្តដាក់ចូលបើសង្ឃឹមធាក់មកជើងឆ្វេងញ៉ាច់ចំពេញធុនទឹកដាក់ម្ដាយស្រាប់ពីបើសង្ឃឹមចាក់ខោឆ្វេងបើសង្ឃឹមកែងចូលមកបើសង្ឃឹមហើយចូលហើយអូអីសៃដាក់ឈៀងអត់ត្រូវតដាក់ចូលពីបើសង្ឃឹមដាក់ចូលបោះគាត់ឆ្វេងអើយញ៉ាច់ចុះវិញគង់បើសង្ឃឹមកែងបើសង្ឃឹមសូមសម្លេងទៀតដៃទាំងអស់គ្នាឥឡូវបន្តដាក់ចូលកាច់ម្ដងបើសង្ឃឹមណែបងប្អូនចិត្តសាស្ត្រពិតនោះបាទយ៉ាងម៉េចហើយដាក់ចូលបើសង្ឃឹមកាត់ជើងជាប់ពីបើសង្ឃឹមទាត់មកជើងទាត់កិច្ចផុតក្នុងដៃអេសូបោះទៅអូតោះអូស្អាតបាទស្អាតមែនទេ 5 6 7 8 9 10 អ្នកលេងចិត្តសាស្ត្របើ